បាទសួស្តីបាទទៅកាន់មកប្រិមិត្តយើងបាទការប្រកួតវគ្គជម្រុះ World Cup យប់នេះ admin មាន3គូទៀតហើយបាទជួបមកបងធ្វើការលេងកម្សាន្តបាទការប្រកួតបាទគូទី1នេះរវាងក្រុមជម្រើសជាតិបាទស្លូវ៉ាគីជាមួយនឹងក្រុមជម្រើសជាតិអែកឡង់បាទស្លូវ៉ាគីមានពិន្ទុស្មើជាមួយនឹងអាល្លឺម៉ង់9ពិន្ទុស្មើយប់នេះប៉ះជាមួយនឹងបាទអែកឡង់ដែលមាន6ពិន្ទុបាទត្រូវការប្រទីបន្ទងគ្នាហើយបាទបងប្អូនយើងបាទហើយយប់នេះបាទគូនេះគឺបាទស្លូវ៉ាគីតកន្លះតែជម្រើសរបស់វិញចង់បងប្អូនលេង over 2គ្រាប់បាទគូនេះអាចមានចាប់ពី3គ្រាប់ឡើងទៅបាទគូទី1នេះបាទគូទី2ការប្រកួតរវាងក្រុមជម្រើសជាតិអាល្លឺម៉ង់វិញអាល្លឺម៉ង់លេខ1បាទមាន9ពិន្ទុបាទនៅសល់តែ2ជុំទៀតប៉ុណ្ណោះប៉ះជាមួយនឹងលុយសាបួរតរហូតដល់2បាទ75អាល្លឺម៉ង់នឹងស៊ីហើយបងប្អូនយើងលេងក្នុងទឹកដីរបស់អាល្លឺម៉ង់បាទលុយសាបួរទៅរួចជាមួយនឹងអាល្លឺម៉ង់ទេហើយអញ្ចឹងគូទី2នេះយើងវាយទៅខាងអាល្លឺម៉ង់ទៅបាទអាល្លឺម៉ង់จะឈ្នះមួយប្រកួតទៀតធានាសុវត្ថិភាពក្នុងការបាទលេងវគ្គផ្ដាច់ព្រាត់នៅ World Cup ហើយបងប្អូនយើងបាទយើងវាយទៅលើអាល្លឺម៉ង់គូទី2គូចុងក្រោយវិញកិនតែពិសេសបាទប៉ូឡូញប៉ះជាមួយនឹងហូឡង់ប៉ូឡូញលេខ2ហូឡង់លេខ1គូនេះសិតតែត្រូវការឈ្នះដូចគ្នាបាទដើម្បីរកកៅអីទៅលេងវគ្គផ្ដាច់ព្រាត់នៅអាមេរិកយប់នេះហូឡង់ត75បាទតែជម្រើសរបស់mìnhចង់ឲ្យបងលេង over 2បាទ75វិញបងប្អូនយើងបាទគូនេះអាចនឹងស៊ីគ្នាច្រើនបាទមិនទុកទៀតទេបងប្អូនយើងបាទចុងក្រោយហើយបាទអញ្ចឹងមាន3គូជួយបងប្អូនធ្វើការលេងកម្សាន្តបងប្អូនក៏អាចសម្រេចចិត្តក្នុងការកែច្នៃដោយខ្លួនឯងបាទបងប្អូនដែលចង់បានគូបាល់ដូចជាទីបាល់ជាច្រើននេះក៏អាចចូលរួមជាមួយនឹងគ្រូបាល់គ្រាន់តែចូលទៅកាន់ Telegram ក្នុង bio TikTok ឬក៏នៅក្នុងបាទ comment ក្នុងវីដេអូមួយនេះតែប៉ុណ្ណោះអរគុណជូនបងប្អូនសំឡេងល្អទាំងអស់គ្នា